មេរៀនរំលឹកទី44ផ្ញើជើងច្រាវឆ្វែវត្រាវថ្វែវការអានព្យាង្គច្រាវអ៊ូជ្រួថ្វែវអ៊ុំធ្វុំឆ្វែវអ៊ីឆ្វីត្រាវអ៊ីត្រាថ្វែវអេះធ្វះច្រាវអឺជ្រើថ្វែវអឺធ្វើឆ្វែវអ៊ឹឆ្វឹច្រាវអ៊ូជ្រូថ្វែវអ៊ីទ្វីថ្វែវអៅធ្វៅឆ្វែវអេឆ្វេត្រាវអីត្រីច្រាវអ៊ីជ្រាច្រាវអះជ្រះថ្វែវអ៊ឺធ្វើការអានពាក្យថ្វែវអេទ្វេត្រាវអ៊ំទ្រាំត្រាវទ្រាំត្រាវច្រាវម៉ៅអ៊ុមុចៅមុចច្រាវមុចក្លោអោក្លោងងើក្លោងថ្វែវអ៊ីទ្វីរាវទ្វីក្លោងទ្វីច្រាវអូជ្រោមម៉ៅជ្រោមច្រាវអែច្រែងងើច្រែងជ្រោមច្រែងដកអំដំឡអូឡងងើឡងឆ្វែវអ៊ីឆ្វាដំឡងឆ្វាត្រាវអេត្រេនតត្រេតត្រាវអូត្រូនតៅត្រូនតត្រួតត្រេតត្រួតចអេជេងកជែកឆ្វែវអ៊ីឆ្វាជែកឆ្វាច្រាវអ៊ុជ្រុងើជ្រុងច្រាវអូជ្រយយ៉ាវជ្រយជ្រុងជ្រយត្រាវអ៊ុទ្រុដៅត្រុតត្រាវអូទ្រោមម៉ៅទ្រោមត្រុតទ្រោមថ្វែវអ៊ីទ្វីបោទ្វីបឡៅអូឡងកលោកទ្វីបលោកច្រាវអឺជ្រើសសជ្រើសរាវអឺរើសរើសជ្រើរើអានល្បះជ្រោះនេះជ្រៅណាស់ទ្វាឈើចាស់ត្រុតទ្រោមមីងជ្រឹមហូបជ្រក់ចែកជ្វាអត្ថបទខ្លីកូនជ្រឹងជ្រួលជ្រើមកូនជ្រឹងជាច្រើនជ្រោកក្នុងត្រាវនំនៅលើដើមជ្រៃគ្រាមួយកូនជ្រឹងជ្រួជ្រើមហើរជ្រុលទៅប៉ះទ្រុងជ្រូកទ្រុងជ្រូកនោះចាស់ត្រុតទ្រោមហើយទ្រុងជ្រូកជ្រុះទ្វាហើយត្រេតលើគល់ចែកជ្វាមេជ្រូកត្រាវមួកខំងើបដើរទាំងត្រេតត្រោតមេជ្រូកនាំកូនរត់ចេញពីទ្រុងកូនជ្រឹងនាំគ្នាទៅជ្រោកពួនក្បែរទ្រើងនៅនងជ្រុងពូត្រីជួយជ្រោមជ្រែងមីងឆ្វៀតជួសជុលទ្រុងជ្រូក